កាលពីព្រេងនាយនៅលើទឹកដីអច្ឆរិយមុនដេដែលមានព្រៃព្រឹក្សាខៀវស្រងាត់និងសមុទ្រដ៏ស្រស់ស្អាតទីនេះជាលំនៅរបស់ព្រះនាងមេរ៉ាព្រះនាងស្រឡាញ់ផែនដីនិងភាពស្រស់ស្អាតនៃធម្មជាតិប៉ុន្តែព្រះនាងមិនមែនជាមនុស្សធម្មតាទេព្រះនាងអាចកាឡាខ្លួនជាសត្វនាគដ៏មានឫទ្ធិថ្ងៃមួយព្រះអង្គម្ចាស់កោណ្ឌិនបានយាងមកដល់តាមរយៈសមុទ្រទ្រង់ជាអ្នកចម្បាំងដ៏ក្លាហាននៅពេលទ្រង់យាងចុះពីសំពៃព្រះនាងមេរ៉ាក៏បានឃើញទ្រង់វាជាការជួបគ្នាដោយចៃដន្យដែលផ្លាស់ប្ដូរវាសនាដើម្បីសាកល្បងភាពក្លាហានព្រះនាងបានកាឡាខ្លួនជាសត្វនាគម្ដងទៀតប៉ុន្តែព្រះអង្គម្ចាស់កោណ្ឌិនមិនបានតបតដោយហិង្សានោះទេដោយឃើញចិត្តសប្បុរសព្រះនាងមេរ៉ាក៏ត្រឡប់មកជាមនុស្សវិញសេចក្តីស្រឡាញ់បានកាត់ឡើងរវាងអ្នកទាំងពីរព្រះនាងបាននាំព្រះអង្គចុះទៅក្រោមបាតសមុទ្រដើម្បីជួបនឹងព្រះបិតាដែលជាស្ដេចនាគស្ដេចនាគមានចិត្តសប្បាយរីករាយនិងបានប្រទានពរជ័យដល់ការរៀបអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរដើម្បីជាកាដូស្ដេចនាគបានបឺតទឹកសមុទ្រចិនដើម្បីបង្កើតដីគោកដ៏ធំធេងទឹកដីនេះត្រូវបានគេស្គាល់ថាកោណ្ឌិននិងមេរ៉ាហើយអ្នកទាំងពីរបានក្លាយជាបុព្វបុរសនៃជនជាតិនោះជានិមិត្តរូបនៃការបង្រួបបង្រួមសត្វនាគនៅតែជាអ្នកការពារដ៏មានឥទ្ធិពលរហូតមកដល់សព្វថ្ងៃ